កូនអ្នករើអេចាយតស៊ូរហូតខ្លាយជាតារាសម្ដែងប្រុសដ៏កំពូលតាមមកដឹងពីជីវប្រវត្តិដ៏កំសត់របស់តារាសម្ដែងប្រុសសូអ៊ីនគូបាននិយាយពីតារាសម្ដែងប្រុសលំដាប់កំពូលរបស់កូរ៉េខាងត្បូងដែលមានខ្សែភ្នែកតាក់ទាញនិងសមត្ថភាពសម្ដែងមិនធម្មតាគ្រប់គ្នាច្បាស់ជានឹកឃើញទៅដល់លោកសូអ៊ីនគូដែលទៅតែអង្រួនចិត្តនិទេសនាតាមរយៈរឿង The Game កាលពីពេលថ្មីៗនេះមកនឹងអាចហក់មកឈរនៅលើកំពូលតារានិងមានតម្លៃខ្លួនกับប្រពកដោយសពថ្ងៃជីវិតរបស់លោកគឺបានឆ្លងកាត់ការមើងងាយនិងភាពក្រីក្រលំបាកដល់បាតដែលស្ទើរតែធ្វើឲ្យរូបលោកបោះបង់ចោលក្តីស្រមៃទៅហើយយកទៅតាមការចុះផ្សាយរបស់សារព័ត៌មាន All K-pop ដែលចេញកាលពីថ្ងៃទី2ខែមិថុនាឆ្នាំ2021គឺបានទម្លាយឲ្យដឹងពីជីវិតពិតនៅពីក្រោយឆាករបស់លោកដែលធ្វើឲ្យមហាជនជាច្រើនស្ទើរតែស្រក់ទឹកភ្នែកតាមលោកសូអ៊ីនគូកើតនៅក្នុងគ្រួសារដែលក្រខ្សត់ខ្លាំងនៅខេត្តអ៊ុលសានដោយម្ដាយរបស់លោកគឺបានឆ្លងកាត់ការលំបាកយ៉ាងខ្លាំងនៅក្នុងការដើររើអេចាយនិងប្រមូលក្រដាសចាស់ៗដើម្បីចិញ្ចឹមបីបាច់រូបលោកគឺធ្លាប់បានរៀបរាប់ថាកាលពីក្មេងគ្រួសាររបស់លោកកម្រនឹងហូបសាច់មាន់ណាស់ហើយពេលដែលបានហូបម្ដងម្ដងម្ដាយរបស់លោកគឺមិនហ៊ានចាក់ចោលនៅឆ្អឹងនោះទេគឺគាត់យកឆ្អឹងមាន់ទាំងនោះទៅរំងាស់ធ្វើស៊ុបបន្តដើម្បីសន្សំលុយដោយសារតែមានដងនិងស្រឡាញ់ការច្រៀងលោកក៏បានដាក់ពាក្យប្រកួតតាមផលិតកម្មតន្ត្រីជាច្រើនប៉ុន្តែក៏ត្រូវបានគេបដិសេធនិងដេញចេញស្ទើរតែគ្រប់កន្លែងព្រមទាំងរងការមើលងាយចំថាលោកធាត់ពេកមកមិនសមធ្វើជាតារាសម្ពាធនឹងការរើសអើងរឿងរូបរាងមួយនេះគឺបានរឹងច្រានឲ្យលោកធ្លាក់ចូលទៅក្នុងជំងឺបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរដែលបង្ខំឲ្យខ្លួនឯងក៏អួតជារៀងរាល់ពេលយ៉ាងបីរួចដើម្បីកុំឲ្យធាត់ដែលវាបានធ្វើឲ្យរូបលោកខូចបំពង់កនិងសម្លេងរបស់លោកស្ទើរតែទាំងស្រុងបើទោះបីជាយ៉ាងណាក៏ដោយស្មារតីតស៊ូមិនបានរលត់នោះឡើយរហូតដល់ឆ្នាំ2009ឱកាសមាសក៏បានមកដល់គឺពេលដែលរូបលោកគឺបានជំនះចិត្តចូលទៅក្នុងការប្រកួត Superstar K រដូវកាលទី1រហូតបានឈ្នះជាពានរង្វាន់លេខ1ផ្អើលទូទាំងប្រទេសនិងចាប់ផ្ដើមមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះលោកក៏បានសម្រេចចិត្តបដូរកន្លងមកចាំអាជីពជាតារាសម្ដែងវិញដែលបានបំបីការមើលងាយតាមរយៈតួអង្គនៅក្នុងរឿង Reply 1997ដែលចេញនៅក្នុងឆ្នាំ2012ដែលជារឿងភាគដែលផ្ទុះល្បីខ្លាំងកាលពីចំនួននោះខ្សែជីវិតរបស់សូអ៊ីនគូគឺជាមេរៀនដ៏មានតម្លៃមួយសម្រាប់មនុស្សគ្រប់គ្នាភាពក្រីក្រនិងការមើលងាយពីអ្នកដទៃមិនមែនជាឧបសគ្គដែលខៀនខ្វាត់មនុស្សដែលមានសមត្ថភាពពិតនិងការតស៊ូឥតឈប់ឈរនៅឡើយបច្ចុប្បន្នលោកមិនត្រឹមតែជោគជ័យមានទ្រព្យសម្បត្តិស្ដុកស្ដាំនោះទេប៉ុន្តែលោកថែមទាំងបានទិញផ្ទះនិងបើកហាងកាហ្វេផ្ទាល់ខ្លួនជូនទៅដល់ម្ដាយដើម្បីឲ្យគាត់បានសម្រាប់ពីការងារលំបាកដែលនេះគឺបង្ហាញពីទឹកចិត្តកតញ្ញូដ៏អស្ចារ្យបំផុតនៅពីក្រោយភាពល្បីល្បាញ